មីដែលអស្ចារ្យគឺជាស្វាមីដែលគាត់ព្រមចាញ់ប្រពន្ធគាត់គ្រប់រឿងពេលខ្លះគាត់នៅខាងក្រៅគាត់ជាមេគេគាត់ជាថ្នាក់ដឹកនាំមកគេគាត់មានកូនចៅរាប់បីនាក់ក៏ប៉ុន្តែនៅក្នុងផ្ទះប្រគាត់គាត់ព្រមចាញ់ប្រពន្ធគាត់មិនដោយសារតែគាត់ល្ងងឬក៏អីទេហើយបរិះប្រភេទនេះគាត់ក៏មិនមែនជាបរិះដែលអន់ឬក៏បរិះដែលថោកបរិះដែលគ្មានតម្លៃអីដែរមនុស្សផងដែលព្រមចាញ់មនុស្សដែលខ្លួនឯងស្រឡាញ់គាត់ចាញ់ដើម្បីឈ្នះចាញ់ដើម្បីស្នាមញញឹមចាញ់ដើម្បីសុភមង្គលមនុស្សដែលគាត់ស្រឡាញ់គាត់ចាញ់ដើម្បីសុភមង្គលក្រុមគ្រួសារទាំងប្តីខ្លះគាត់យល់ច្រឡំគាត់ថាចាញ់ប្រពន្ធអន់ថោកអត់ចាញ់ទេប្រពន្ធទាំងដែលខ្លួនឯងខុសហើយហ្នឹងក៏អត់ទទួលខុសដែរតែងតែចង់យកឈ្នះប្រពន្ធខ្លួនឯងរហូតមនុស្សប្រុសប្រភេទហ្នឹងខ្លាំងទៅជាមួយមនុស្សក្នុងផ្ទះឯងបើជាមួយអ្នកក្រៅវិញនិយាយពីថាឡើងក្របឡើងសុភាពតែបើជាមួយប្រពន្ធជាមួយកូនដូចខ្លាកំណាចនិយាយពីថាត្រូវគ្រប់រឿងត្រូវមិនចេះខុសអាខ្លួនឯងខុសក៏នៅតែប្រកែកយកត្រូវដែរសំខាន់អាងកម្លាំងបាយអាងសម្លុតអាងគម្រាមបំបត្តិមាត់ប្រពន្ធមនុស្សប្រុសប្រភេទហ្នឹងនិយាយពីថាធ្វើអីក៏អត់ចេះខុសដែរចង់ខ្លួនឯងក្បត់ប្រពន្ធតែមានស្រីថ្មីក៏នៅតែយល់ថាខ្លួនឯងត្រូវបរិះប្រភេទនេះអន់ការដឹកនាំគ្រួសារគាត់ខ្សោយបុរសដែលមានសមត្ថភាពគឺគេអាចធ្វើឲ្យប្រពន្ធកូនគេញញឹមបានច្រើនជាងទឹកប្តីប្រភេទនេះសុកចិត្តឲ្យប្រពន្ធយល់ថាគាត់អន់តែគាត់អត់ឲ្យអ្នកដទៃគិតថាគាត់អន់ទេព្រោះថាមនុស្សប្រុសដែលអន់គឺជាមនុស្សប្រុសដែលមិនអាចរក្សាគ្រួសារមួយគង់វង្សជឿទេបងប្អូនចង់អ្នកឯងប៉ាកែប៉ុណ្ណាក៏ដោយរៀនចេះដឹងរៀនខ្ពស់ប៉ុណ្ណាក៏ដោយតែបើគ្រួសារអ្នកឯងបែកបាក់គឺអ្នកឯងអន់អ្នកឯងបរាជ័យនៅក្នុងជីវិតគូហើយចឹងហើយបានជាបុរសដែលគាត់ឆ្លាតវៃគាត់សុកចិត្តចាញ់ប្រពន្ធគាត់មានអីគួរឲ្យអន់មានអីគួរឲ្យថោកដោយការចាញ់មនុស្សដែលយើងស្រឡាញ់ចាញ់មនុស្សដែលខិតខំតស៊ូលះបង់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគ្រួសារយើងចាញ់ប្រពន្ធយើងចាញ់ម្ដាយរបស់កូនយើងចាញ់តែយើងឈ្នះគឺយើងទទួលបានសុភមង្គលពីការចាញ់ប្រពន្ធរបស់យើងតែបើសិនជាយើងគិតតែពីចង់ឈ្នះប្រពន្ធច្បាស់ណាស់គ្រួសារនឹងអត់មានក្តីសុខអត់មានសុភមង្គលទេចង់ឈ្នះប្រពន្ធខ្លួនឯងចង់ឈ្នះមនុស្សដែលយើងស្រឡាញ់ឈ្នះទៅចុងក្រោយគ្រួសារយើងបែកបាក់ចុងក្រោយកូនយើងកំព្រីគ្មានឪពុកគ្មានម្ដាយជុំគ្នាអ្នកដតីគេមើលមកយើងនឹងអស់ចាត្រង់ណាអស់ចាអីគ្រាន់តែគ្រូសាមួយថែរក្សាអត់បានគង់វង្សហ្នឹងខ្លាំងអីបកែអីអួតអាងក្អេងក្អាងបានតែជាមួយមនុស្សក្នុងផ្ទះជាមួយអ្នកក្រៅយ៉ាងម៉េចដែរគេសើចគេយំយើងអត់អំពើអញ្ចឹងមិនបាច់ចាំចង់ឈ្នះប្រពន្ធខ្លួនឯងទេអត់ន័យទេអត់តម្លៃទេឈ្នះមនុស្សស្រីដែលយើងស្រឡាញ់គឺអត់តម្លៃយើងចង់ឈ្នះមនុស្សដែលយើងស្រឡាញ់គឺគ្រួសារយើងអត់អាចមានសុភមង្គលបានទេចឹងហើយសុខចិត្តចាញ់យើងចាញ់មានន័យថាយើងឈ្នះត្រង់ថាយើងអាចរក្សាគ្រួសារយើងឲ្យគង់វង្សបានយើងអាចធ្វើឲ្យមនុស្សជាទីស្រឡាញ់របស់យើងគាត់ញញឹមគាត់រីករាយមនុស្សស្រីស្រួលងាយឲ្យតែប្តីចេះលួងចេះអន់ចេះចាញ់ប្រពន្ធសប្បាយចិត្តប្រពន្ធញ៉ាំញញែមហើយមិនបាច់ខ្លាចប្រពន្ធបានចិត្តទេបងអើយមិនចេះបានចិត្តទេមនុស្សស្រីគាត់គ្រាន់តែចង់ឲ្យប្តីយល់ពីចិត្តគាត់យល់ពីអារម្មណ៍របស់គាត់ពេលខ្លះខឹងច្រើនដោយសារគាត់ហត់នឿយចំពោះការងារច្រើនគាត់មួម៉ៅមនុស្សស្រីតែកាលណាហត់អារម្មណ៍គាត់ឆាប់ឆេវឆាវពីព្រោះថាអកមូលមនុស្សស្រីអត់ដូចជាមនុស្សប្រុសទេគឺវាប្រែប្រួលខ្លាំងមែនទែនចឹងហើយពេលខ្លះគឺបណ្ដាលឲ្យគាត់ឆាប់ខឹងពេលខ្លះអាចយល់ថាប្រពន្ធគ្មានហេតុផលតែបើឯងជឿខ្ញុំមានហេតុផលក៏ដោយមិនមានហេតុផលក៏ដោយចាញ់គាត់ទៅលួងគាត់ទៅមិនអន់ហើយក៏មិនថោកអីដែរក្នុងការដែលយើងលួងមនុស្សដែលយើងស្រឡាញ់យើងធ្វើឲ្យប្រពន្ធយើងញញឹមទោះបីជាពេលខ្លះយើងមិនខុសប្តីខ្លះគាត់សុខចិត្តទទួលខុសដោយសារអីចង់ឲ្យប្រពន្ធគាត់សុបាយចិត្តគ្រាន់តែប្រកែកគ្នាប្តីព្រមខុសប្រពន្ធសុបាយចិត្តបាត់ហើយប្រពន្ធញញឹមបាត់ហើយចុះវាមានទៅខាតបងអីគ្រាន់តែយើងទទួលយើងខុសហើយឲ្យប្រពន្ធយើងសុបាយចិត្តសោះមានអីគួរពិបាកទៅទិញឡានទិញវិឡាអីថារលុយមិនបានគ្រាន់តែធ្វើឲ្យគាត់ញញឹមគ្រាន់តែធ្វើកុំឲ្យគាត់ខឹងហេតុអីធ្វើមិនបានចឹងជាប្តីងាយស្រួលទេគ្រាន់តែយល់អារម្មណ៍ប្រពន្ធឲ្យបានច្រើនហើយជឿខ្ញុំបងប្អូនកុំចង់ឈ្នះមនុស្សដែលយើងស្រឡាញ់អីឈ្នះហើយអ្វីក៏យើងអត់ទទួលបានដែរយើងឈ្នះមែនយើងជោគជ័យមែនខ្លួនយើងតែយើងបរាជ័យហើយបាត់ហើយបរាជ័យត្រង់ថាជីវិតគូយើងគឺវាមិនមានភាពរីករាយឡើយជីវិតគូយើងគឺមិនមានសុភមង្គលឡើយដោយសារយើងជាប្តីយើងចង់តែឈ្នះពេលខ្លះយើងច្បាស់លាស់ពេកបងទាំងអស់គ្នាត្រូវចាំថាខ្លាំងប៉ុណ្ណាក៏ដោយប៉ាកែប៉ុណ្ណាក៏ដោយទាល់តែយើងរក្សាគ្រួសារយើងបានគង់វង្សយើងធ្វើឲ្យប្រពន្ធកូនយើងមានសុភមង្គលអានឹងបានតែគេទៅសារអានឹងឲ្យបានវាជាភាពជោគជ័យពិតរបស់បុរសចង់បងឯងបកែជោគជ័យការងារជោគជ័យមុខរបរកម្រិតណាក៏ដោយមានប្រាក់ចំណូលមួយខែប្រមាណ$1000ក៏ដោយបើគ្រួសារបងឯងបែកបាក់គ្មានតម្លៃអ្វីទាំងអស់បងឯងជាប្រុសអន់